កាលពីព្រេងនេះមានភូមិដ៏ស្ងប់ស្ងាត់មួយស្ថិតនៅក្បែរជើងភ្នំខ្មៅអ្នកភូមិរស់នៅដោយក្តីសុខសាន្តរហូតដល់ថ្ងៃមួយមានសត្វចម្លែកដ៏សាហាវព្រៃប្រៃបំផុតបានបង្ហាញខ្លួននោះគឺជាយក្សដែលមានក្បាលពីរខ្លួនធំដូចភ្នំនិងមានកម្លាំងមហិមាក្បាលទី1របស់វាមានភ្នែកក្រហមឆេះដូចភ្លើងចំណែកក្បាលទី2មានភ្នែកពណ៌បៃតងគួរឲ្យខ្លាចយក្សនេះមិនស៊ីសាច់សត្វឡើយតែវាចូលចិត្តស៊ីសាច់មនុស្សជាអាហាររាល់យប់វាតែងតែចុះពីលើភ្នំមកចាប់អ្នកភូមិយកទៅស៊ីម្ដងម្នាក់យ៉ាងអាណោចអាថមតើពួកយើងត្រូវធ្វើដូចម្ដេចទៅយក្សនោះបានចាប់កូនស្រីខ្ញុំទៅបាត់ហើយវាពិតជាគួរឲ្យរន្ធត់ណាស់គ្មានអ្នកណាម្នាក់ហ៊ានតតាំងនឹងវាឡើយសូម្បីតែទីហ៊ានខ្លាំងពូកែបំផុតក៏ត្រូវវាកំទេចដែរសេចក្តីភ័យខ្លាចបានគ្របដណ្ដប់ពេញភូមិទាំងមូលផ្ទះសម្បែងដែលធ្លាប់តែមានសំឡេងសើចសប្បាយពេលនេះប្រែជាស្ងប់ស្ងាត់ដូចភូមិខ្មៅយក្សក្បាលពីរនោះតែងតែស្រែកគ្រហិមពេញព្រៃដែលធ្វើឲ្យដើមឈើញ័ររន្ធត់វាមិនដែលទុកជីវិតឲ្យអ្នកណាឡើយប្រសិនបើវាបានជួបអ្នកភូមិចាប់ដើមវិតបង្វិចរត់ចោលស្រុកភូមិព្រោះខ្លាចខ្លាយជាចំណីរបស់យក្សដ៏ឃោរឃៅនេះប៉ុន្តែមានយុវជនម្នាក់ឈ្មោះតារាដែលមានចិត្តក្លាហានមិនព្រមចោះចាញ់នឹងជោគវាសនានេះឡើយគេបានសម្រេចចិត្តថាគេត្រូវតែរកវិធីកម្ចាត់យក្សនេះឲ្យកាន់តែបានដើម្បីសង្គ្រោះអ្នកភូមិដែលនៅសេសសល់តារាបានរៀបចំខ្លួនយ៉ាងប្រុងប្រយ័ត្នគេបានយកដាវបុរាណមួយដែលជាគេមរតកពីជីតានិងថង់ស្បៀងបន្តិចបន្តួចមុននឹងចេញដំណើរគេបានទៅជួបមេភូមិដើម្បីសុំការណែនាំលោកមេភូមិខ្ញុំមិនអាចទ្រាំមើលអ្នកភូមិស្លាប់ម្ដងម្នាក់បែបនេះទៀតទេខ្ញុំនឹងទៅភ្នំខ្មៅដើម្បីសម្លាប់យក្សនោះតារាអើយក្មួយឯងពិតជាក្លាហានណាស់ប៉ុន្តែយក្សនោះវាមិនមែនជាយក្សធម្មតាទេក្បាលទាំងពីររបស់វាមានគំនិតផ្សេងគ្នាប៉ុន្តែពួកវាសហការគ្នាបានយ៉ាងល្អក្បាលក្រហមតំណាងឲ្យកំហឹងចំណែកក្បាលបៃតងតំណាងឲ្យភាពលោភលន់មេភូមិបានប្រាប់អាថាកំបាំងមួយដល់តារាថាយក្សនេះមានចំណុចខ្សោយត្រង់ថាក្បាលទាំងពីររបស់វាតែងតែឆ្លក់គ្នាប្រសិនបើមានរឿងអ្វីមួយដែលពួកវាចង់បានរឿងខ្លួនតារាបានស្ដាប់ដោយយកចិត្តទុកដាក់ហើយក៏ចាប់ផ្ដើមធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅផ្លូវទៅកាន់ភ្នំខ្មៅគឺពោពេញទៅដោយគ្រោះថ្នាក់សត្វសាហាវនិងបន្លាស្រួចប៉ុន្តែស្មារតីរបស់តារាមិនរង្គោះរង្គើឡើយគេដើរកាត់អូរឡើងភ្នំរហូតដល់បានឃើញរូងភ្នំដ៏ធំមួយដែលមានក្លិនឆ្អេះឆ្អាបនិងសាកសពសត្វនៅរាយបាយនោះគឺជាចម្រោះរបស់យក្សក្បាលពីរតារាបានពួននៅពីក្រោយថ្មធំមួយដើម្បីសង្កេតមើលសកម្មភាពរបស់យក្សនោះគេឃើញយក្សកំពុងចាក់ដេកលុកយ៉ាងស្កប់ស្កល់ប៉ុន្តែសំឡេងសម្រុករបស់វាឮដូចសំឡេងក្រលុននៅពេលតារាកំពុងតែរងចាំឱកាសល្អស្រាប់តែយក្សនោះភ្ញាក់ពីដេកក្បាលទាំងពីររបស់វាចាប់ផ្ដើមសន្ទនាគ្នាខ្ញុំឃ្លានណាស់យប់នេះយើងត្រូវចុះទៅភូមិម្ដងទៀតដើម្បីរកមនុស្សមកស៊ីឯងនេះគិតតែពីរឿងស៊ីខ្ញុំចង់ដេកបន្តិចទៀតសាច់មនុស្សកាលពីយប់មិញនៅជាប់ថ្មីខ្ញុំនៅឡើយទេតារាដឹងថានេះជាឱកាសរបស់គេហើយគេបានដកដុំមាសតូចមួយដែលគេបានត្រៀមទុកហើយបោះវាទៅកណ្ដាលរូងភ្នំឲ្យចំពីមុខយក្សក្បាលទាំងពីរបានឃើញដុំមាសនោះភ្លាមហើយភ្នែករបស់ពួកវាឡើងពន្លឺដោយភាពលោភលន់មើលចោះមាសជារបស់ខ្ញុំឃើញមុនគេមិនមែនទេជារបស់ខ្ញុំកម្លាំងរបស់ខ្ញុំខ្លាំងជាងដូច្នេះមាសនេះត្រូវតែជារបស់ខ្ញុំយក្សក្បាលពីរចាប់ផ្ដើមឆ្លោះគ្នាដណ្ដើមដុំមាសនោះដៃម្ខាងរបស់វាព្យាយាមរុញក្បាលម្ខាងទៀតចាញ់តារាឃើញថាផែនការរបស់គេចាប់ផ្ដើមដំណើរការហើយគេបានស្រែកដាក់យក្សនោះពីកម្លាំងពួនយក្សងងមាសនោះជារបស់អ្នកណាដែលខ្លាំងជាងគេតើអ្នកណាខ្លាំងជាងពាក្យសម្ដីរបស់តារាកាន់តែធ្វើឲ្យក្បាលទាំងពីរខឹងសម្បានឹងគ្នាខ្លាំងឡើងពួកវាចាប់ផ្ដើមប្រៅដៃវាយក្បាលគ្នាទៅវិញទៅមកយ៉ាងសាហាវសំឡេងវាយតប់គ្នាធ្វើឲ្យរូងភ្នំទាំងមូលរញ្ជួយហាក់ដូចជានឹងបាក់ស្រុតចុះមកការប្រយុទ្ធគ្នារវាងក្បាលទាំងពីរបានអូសបន្លាយជាច្រើនម៉ោងយក្សនោះចាប់ផ្ដើមអស់កម្លាំងហើយខ្លួនប្រអោតរបស់វាពេញដោយរបួសដែលបង្កឡើងដោយខ្លួនឯងក្បាលក្រហមបានខំត្រចៀកក្បាលបៃតងចំណែកក្បាលបៃតងបានខ្វេតខ្នែកក្បាលក្រហមឯងហ៊ានធ្វើបាបខ្ញុំផងអីយើងនឹងងាប់ជាមួយគ្នាល្អណាស់បើខ្ញុំមិនបានមាសឯងក៏មិនបានដូចគ្នាក្នុងខណៈដែលយក្សកំពុងតែចុកខ្សោយនិងវង្វេងវង្វាន់ដោយសារការឈឺចាប់តារាបានឆ្លៀតឱកាសនេះលុបចូលទៅជិតយក្សនោះពីខាងក្រោយគេបានឃើញកន្លែងអាថុកកំបាំងមួយនៅត្រង់ចន្លោះករបស់ក្បាលទាំងពីរដែលជាបេះដូងរបស់វាស្ថិតនៅក្រោមសាច់ដុំដ៏ក្រាស់សំឡេងព្រលឹងអ្នកភូមិក្នុងចិត្តតារា
នេះជាឱកាសចុងក្រោយហើយចាក់ចំកណ្ដាលករបស់វាទៅតារាបានលើកដាវបុរាណឡើងខ្ពស់គេប្រមូលកម្លាំងទាំងអស់ដែលមានរួចលោតទៅលើខ្នងយ៉ាក់នោះខំប្រឹងរលុះខ្លួនដើម្បីឲ្យតារាធ្លាក់ចុះមកដីប៉ុន្តែតារាបានតង់ជួបយ៉ាងណែនឈាមពស់ខ្មៅរបស់យ៉ាក់បានហូរស្រោយពេញខ្លួនតារាប៉ុន្តែគេមិនខ្លាចឡើយភ្នែករបស់គេសម្លឹងទៅរកគោលដៅតែមួយគត់គឺការបំពេញជីវិតសត្វចម្លែកនេះដើម្បីសន្តិភាពនៃភូមិរបស់គេយ៉ាក់បានស្រែកធ្ងោយ៉ាងខ្លាំងដែលធ្វើឲ្យសត្វស្លាបក្នុងព្រៃហោះហើរចេញទាំងហ្វូងដោយភាពភ័យខ្លាចដោយកម្លាំងចិត្តនិងការប្រាជ្ញាចិត្តខ្ពស់តារាបានចាក់ដាវចូលទៅក្នុងចន្លោះករបស់យ៉ាក់នោះយ៉ាងเป็นទំហឹង ស្លាប់ទៅអសប្តិរឆាននេះសម្រាប់អ្នកភូមិដែលឯងបានសម្លាប់ យ៉ាក់ក្បាលពីរបានស្រែកសំឡេងចុងក្រោយយ៉ាងខ្លាំងដែលធ្វើឲ្យថ្មភ្នំធ្លាក់ចុះមុខបឹតរូងភ្នំខ្លះៗរាងកាយដ៏ធំមហិមារបស់វាបានដួលក្រាំងទៅលើដីធ្វើឲ្យដីញ័រដូចមានការរញ្ជួយដីឈាមខ្មៅក្រាតបានហូរចេញមកដោយទឹកបឹងក្បាលទាំងពីររបស់វាបានសម្លឹងមើលមុខគ្នាជាលើកចុងក្រោយដោយក្តីស្អប់ខឹងមុនពេលភ្នែករបស់ពួកវាបិទជិតរហូតតារាបានធ្លាក់ចុះមកដីដោយការអប់កម្លាំងយ៉ាងខ្លាំងប៉ុន្តែគេមានអារម្មណ៍ធូរស្រាលក្នុងចិត្តគេបានដើរទៅពិនិត្យមើលរាងកាយរបស់យ៉ាក់នោះដើម្បីឲ្យប្រាកដថាវាពិតជាស្លាប់មែន ចប់ហើយទុកសោករបស់អ្នកភូមិត្រូវបានបញ្ចប់នៅថ្ងៃនេះ នៅខាងក្នុងជ្រុងមើលខាងនៃរូងភ្នំតារាបានឮសំឡេងធ្ងន់តិចៗគេបានប្រញាប់ប្រញាល់ទៅមើលហើយបានឃើញអ្នកភូមិមួយចំនួនដែលយ៉ាក់បានចាប់មកប៉ុន្តែមិនទាន់ស៊ីនោះឡើយពួកគេត្រូវបានចងនៅក្នុងទ្រុងឈើធំៗតារាបានប្រើដាវរបស់គេកាត់ខ្សែចំណងនិងបំបែកទ្រុងដើម្បីជួយសង្គ្រោះពួកគេមនុស្សគ្រប់គ្នាមានភាពរីករាយនិងដឹងគុណតារាយ៉ាងខ្លាំងពួកគេបានអូបគ្នាទាំងទឹកភ្នែកព្រោះមិននឹកស្មានថាអាចមានជីវិតត្រឡប់ទៅផ្ទះវិញឡើយព្រះអាទិត្យបានរះឡើងយ៉ាងស្រស់បំព្រេងនៅព្រឹកបន្ទាប់តារាបានដឹកនាំអ្នកភូមិដែលសេសសល់ត្រឡប់មកកាន់ភូមិវិញនៅពេលពួកគេមកដល់ច្រកចូលភូមិត្រូវបានទទួលស្វាគមន៍ដោយការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកភូមិដទៃទៀតមើលចុះតារាបានត្រឡប់មកវិញហើយគេបានជួយសង្គ្រោះបងប្អូនយើងអ្នកក្លាហានតារាលោកគឺជាវីរបុរសរបស់ពួកយើងមេភូមិបានរៀបចំពិធីជប់លៀងយ៉ាងធំដើម្បីអបអរសាទរជ័យជំនះលើយ៉ាក់ក្បាលពីរពីថ្ងៃនោះមកភូមិក្បែរជើងភ្នំខ្មៅមិនដែលរងការយាយីពីសត្វសាហាវទៀតឡើយតារាត្រូវបានគេគោរពស្រឡាញ់និងតែងតាំងជាអ្នកការពារភូមិរឿងរ៉ាវរបស់គេត្រូវបាននិទានពីម្នាក់ទៅម្នាក់ពីចំនួនមួយទៅចំនួនមួយជាមេរៀនបង្ហាញពីភាពក្លាហាននិងការប្រើប្រាស់បញ្ញាដើម្បីយកឈ្នះលើសត្រូវដែលខ្លាំងជាងខ្លួនទោះបីជាយ៉ាក់ណូបានស្លាប់បាត់ទៅហើយក្តីប៉ុន្តែភ្នំខ្មៅនៅតែជាកន្លែងរំលឹកដល់ការលះបង់និងភាពអង់អាចរបស់យុវជនម្នាក់ដែលហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ដើម្បីអ្នកដទៃសន្តិភាពបានត្រឡប់មកវិញហើយអ្នកភូមិរស់នៅដោយក្តីសុខសប្បាយជារៀងរហូតតទៅតារាតែងតែរំលឹកក្មេងៗក្នុងភូមិថាភាពខ្លាំងមិនមែនស្ថិតលើតែរាងកាយធំធេងឡើយប៉ុន្តែវាស្ថិតលើបេះដូងដែលមិនចេះចុះចាញ់និងខួរក្បាលដែលចេះរៀបចំផែនការ